មួយរយៈចុងក្រោយនេះឃើញថាការបង្កើត account Apple ID គឺមានការរឹតបន្តឹងខ្លាំងពីក្រុមហ៊ុន Apple ហើយជាពិសេសគ្នាយ៉ាងមួយចំនួនអាចនឹងបង្កើតទៅមានការបរាជ័យអ្នកខ្លះបង្កើតទៅក៏គ្មានការផ្ញើសារហើយក៏ដាក់លេខទូរស័ព្ទទៅក៏អត់ជោគជ័យដែរក៏ប៉ុន្តែនេះគឺជាទិញលេខថ្មីសម្រាប់ដែលយើងបង្កើត account Apple ID ដោយប្រើតែ Gmail មួយទេសម្រាប់អ្នកចេះមិនថាអ្នកថ្មីឬក៏អ្នកទើបតែកើតនឹងប្រើប្រាស់ក៏យើងអាចធ្វើបានដូចគ្នាស្វាគមន៍មកកាន់ Channel Remove by Tech សម្រាប់អ្នកថ្មីកុំភ្លេចចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូល្អៗជាច្រើនទៀតអញ្ចឹងសម្រាប់នេះការបង្កើត account Apple ID នេះបងមិនចាំបាច់ចូលទៅកាន់ App Store ឬមួយក៏ setting អីទេបងគ្រាន់តែមានកម្មវិធី Safari ឬមួយក៏ Chrome ឬមួយក៏អីក៏បានដែរឲ្យតែជាកម្មវិធី Internet បងបើកវាទៅក៏ប៉ុន្តែគឺយើងប្រើទៅលើផ្ទាំង private ដែលសារផ្ទាំង private នេះវាអាចជួយការពារពី AI របស់ក្រុមហ៊ុន Apple អីចឹងណាកុំឲ្យវាចាប់បានខ្លាំងពេកនៅពេលដែលយើងប្រើ Wi-Fi ឬមួយក៏យើងប្រើ Internet ទៅវាអាចនឹងចាប់ទីតាំងបានដែលយើងធ្លាប់បង្កើតឬមួយក៏វា spam អីចឹងទៅអញ្ចឹងយើងប្រើទៅលើផ្ទាំង private មួយនេះគឺវាល្អខ្លាំងមែនទែនអញ្ចឹងនៅពេលដែលយើងបានបើកផ្ទាំងនឹងរួចហើយអ្នកទាំងអស់គ្នាគ្រាន់តែ search ពាក្យដែលគេបានដាក់ថា Apple ID create ក៏បានឬមួយក៏ create Apple ID ក៏បានដូចគ្នាហើយយើងសូមធ្វើការវាយទៅពេលដែលអ្នកទាំងអស់គ្នាវាយរួចយើងបញ្ជូនវាទៅពេលដែលបងបានបញ្ជូនរួចវានឹងឃើញមានពាក្យដាក់ថា iCloud ហ្នឹងបងសូមចុចទៅលើពាក្យ iCloud ហ្នឹងមកណាយើងកុំយកខាងលើឬក៏ខាងទី2ឲ្យយកទី3មកពេលដែលបងចុចទៅលើពាក្យ iCloud រួចវានឹងបញ្ជូនបងមកកាន់ផ្ទាំងថ្មីមួយនេះសម្រាប់ផ្ទាំងថ្មីមួយហ្នឹងបងនឹងឃើញមានពាក្យ sign in អាឡែងពណ៌ខ្មៅហ្នឹងបងចុចទៅលើពាក្យហ្នឹងមកពេលដែលបងចុចទៅលើពាក្យហ្នឹងគឺយើងអាចធ្វើការ sign in ឬមួយក៏យើងអាចធ្វើការបង្កើតថ្មីឬមួយក៏អីចឹងទៅអញ្ចឹងឥឡូវខ្ញុំសូមធ្វើការចុចទៅលើពាក្យ sign in ហ្នឹងសិនពេលដែលយើងចុចទៅពាក្យ sign in រួចវានឹងបញ្ជូនបងមកកាន់ផ្ទាំងថ្មីមួយនេះអញ្ចឹងសម្រាប់កន្លែងហ្នឹងបងនឹងឃើញមានពាក្យថា create your Apple account អញ្ចឹងបងសូមចុចទៅលើពាក្យហ្នឹងទៅដែលវាមានពណ៌ខៀវទឹកប៊ិចហ្នឹងពេលដែលបងចុចទៅលើពាក្យហ្នឹងរួចគឺបងនឹងវានឹងបញ្ជូនបងទៅកាន់ផ្ទាំងសម្រាប់ឲ្យយើងធ្វើការបំពេញឈ្មោះឬក៏ email ឬក៏អីចឹងទៅអញ្ចឹងឥឡូវពេលដែលខ្ញុំចុចរួចខ្ញុំបានមកដល់ផ្ទាំងមួយនេះអញ្ចឹងផ្ទាំងមួយនេះខ្ញុំសូមធ្វើការបញ្យល់ម្ដង3យើងមានផ្ទាំងទី1ផ្ទាំងប្រអប់ទី1ប្រអប់ទី2និងប្រអប់ទី3ខ្ញុំសូមធ្វើការបញ្យល់ម្ដង3ដើម្បីបងប្អូនងាយយល់អញ្ចឹងប្រអប់ទី1គឺគេឲ្យយើងបំពេញ first name ប្រអប់ទី2គេឲ្យយើងបំពេញនៅ last name អញ្ចឹងបងសូមធ្វើការបំពេញទៅតាមហ្នឹងទៅបងអាចដាក់ឈ្មោះពិតក៏បានឬក៏ដាក់ឈ្មោះឲ្យ fake ឬក៏ username ផ្សេងក៏បានដែរហើយសម្រាប់ប្រអប់ទី3គឺយើងបំពេញនៅទីតាំងប្រទេសយើងសូមធ្វើការរើសនៅប្រទេសកម្ពុជាយើងមកពេលដែលបងបំពេញ3ប្រអប់ខាងលើនឹងរួចយើងចូល3ប្រអប់បន្ទាប់ម្ដងអញ្ចឹង3ប្រអប់បន្ទាប់នេះគឺយើងបំពេញនៅថ្ងៃខែឆ្នាំកំណើតអញ្ចឹងបងសូមបំពេញធ្វើមិនឲ្យអាយុយើងវារៀងលើសពី18ឆ្នាំណាយើងអាចធ្វើការបើចាំដាក់ពិតក៏បានឬដាក់តាមអត្តសញ្ញាណប័ណ្ណក៏បានដែរអាហ្នឹងគឺអត់បញ្ហាទេអញ្ចឹងយើងអាចធ្វើការរើសឆ្នាំមិនឲ្យវារៀងអាយុច្រើនតិចមកអញ្ចឹងពេលដែលយើងបានបំពេញរួចរាល់យើងធ្វើការអូស scroll វាឡើងទៅលើបន្ទាប់ទៀតដើម្បីយើងបំពេញនៅ3ប្រអប់បន្ទាប់ទៀត3ប្រអប់បន្ទាប់នេះគឺគេឲ្យយើងបំពេញ emailទី2 password ទី3គឺ password ដូចអាទី2ដែរអញ្ចឹងសម្រាប់ប្រអប់ email ហ្នឹងគឺសង្ឃឹមថាបងនឹងមាន email ម្នាក់មួយទាំងអស់គ្នាព្រោះខ្ញុំបានធ្វើវីដេអូរួចហើយការពីវីដេអូទី1បើសិនជាអ្នកអត់ទាន់ចេះបង្កើត email ទេអាចទៅមើលវីដេអូទី1ខ្ញុំបានធ្វើវីដេអូបង្ហាញប្រាប់រួចហើយអញ្ចឹងខ្ញុំសូមធ្វើការបញ្ចូលនៅ email សិនពេលដែលខ្ញុំបញ្ចូល email រួចខ្ញុំសូមធ្វើការវាយបញ្ចូលនៅ password ក៏ដូចជាលេខកូដសិនសម្រាប់កន្លែងលេខកូដហ្នឹងគឺបងព្យាយាមដាក់យ៉ាងណាក៏ដោយដាក់ឲ្យវារៀងពិបាកបន្តិចបើន័យថាវាមានលេខផងមានអក្សរតូចអក្សរធំមានសញ្ញានេះសញ្ញានោះចឹងទៅពេលដែលបងដាក់អញ្ចឹងទៅវាឲ្យបើសិនជាបងដាក់ស្រួលពេកគឺវាអត់ឲ្យទេអញ្ចឹងចាំខ្ញុំឲ្យធ្វើជាគំរូឥឡូវពេលបងបំពេញរួចបងសូមធ្វើការអូស scroll វាឡើងទៅលើបន្តទៀតមកពេលដែលយើង scroll វាហើយយើងនឹងឃើញមាន2ប្រអប់ទី1បើសិនជាវាមានប្រទេសផ្សេងយើងដាក់ប្រទេសកម្ពុជាមកណាតែបើសិនជាវាជាប់មកកម្ពុជាស្រាប់ក៏អូខេឥឡូវប្រអប់ទី2គឺយើងបំពេញនៅលេខទូរស័ព្ទហើយលេខទូរស័ព្ទហ្នឹងយើងយកលេខទូរស័ព្ទណាដែលយើងមិនធ្លាប់បង្កើតមកដើម្បីយើងទទួលសារនៅពេលដែលក្រុមហ៊ុនវាផ្ញើមកអញ្ចឹងពេលដែលខ្ញុំបានបំពេញលេខទូរស័ព្ទរួចខ្ញុំសូមធ្វើការអូសចុចទៅក្រោមកន្លែងនេះគឺជាវាឲ្យយើងបំពេញនៅអក្សរពណ៌ខ្មៅហ្នឹងអក្សរហ្នឹងវាដាក់អីឲ្យយើងគឺយើងវាយទៅតាមហ្នឹងអាហ្នឹងអត់អាចដូចគ្នាទាំងអស់ទេរបស់បងប្អូនអាចនឹងចេញផ្សេងរបស់ខ្ញុំអាចនឹងចេញផ្សេងយើងវាយបញ្ចូលទៅបើសិនជាយើងវាយទៅលើកទី1បរាជ័យយើងអាចវាយលើកទី2ទៀតអក្សរត្រង់កន្លែងហ្នឹងឥឡូវគឺខ្ញុំច្រឡំដៃចុចខាងក្រោមឥឡូវខ្ញុំសូមធ្វើការចុចរកពាក្យអក្សរវិញមកវិញសិនដោយសារខ្ញុំច្រឡំដៃមួយហ្នឹងអញ្ចឹងសូមបងប្អូនរងចាំបន្តិចសិនឥឡូវនេះខ្ញុំបានត្រឡប់មកត្រង់កន្លែងដែលវាបញ្ចូលអក្សរវិញខ្ញុំសូមធ្វើការវាបញ្ចូលអក្សរថ្មីតែសារអាមុនហ្នឹងគឺខ្ញុំបានច្រឡំដៃចុចនៅខាងក្រោមអញ្ចឹងឥឡូវខ្ញុំបានបំពេញអក្សររួចហើយយើងគ្រាន់តែធ្វើការចុច continue ទៅវានឹងបញ្ជូនយើងទៅផ្ទាំងបន្ទាប់ហើយត្រង់កន្លែងហ្នឹងគឺបងត្រូវតែទៅយកលេខកូដនៅក្នុង account email address របស់យើង
ចឹងយើងសូមធ្វើការទៅយក email នៅក្នុងលេខកូដ email នៅក្នុងហ្នឹងទៅហើយ email បងប្អូនកុំទន់ថាអត់មានណាដោយសារតែខ្ញុំបានធ្វើវីដេអូរួចហើយបើសិនជាអត់ទាន់ចេះទេអាចទៅមើលវីដេអូទី1បានខ្ញុំធ្លាប់បានប្រាប់ពីមុនរួចហើយចឹងឥឡូវខ្ញុំសូមធ្វើវាបញ្ចូលនៅលេខកូដដែលវាបានផ្ញើមកហើយយើងធ្វើការ continue បន្តទៀតពេលដែល continue បន្តទៀតត្រង់កន្លែងនេះគឺវាឲ្យយើងវាបញ្ចូលកូដដែលវាផ្ញើមកកាន់ SMS លេខទូរស័ព្ទរបស់យើងម្ដងអញ្ចឹងត្រង់កន្លែងហ្នឹងបងឆៅទៅកាន់សារទូរស័ព្ទរបស់យើងទៅយើងនឹងឃើញមានវាផ្ញើសារមកហើយពេលដែលវាផ្ញើសារមកហ្នឹងយើងវាបញ្ចូលទៅពេលដែលបងវាបញ្ចូលរួចយើងគ្រាន់តែចុចទៅកាន់ពាក្យ continue ទៀតទៅនិយាយរំទៅយើងធ្វើតែប៉ុណ្្នឹងទៅគឺជោគជ័យហើយការបង្កើត account Apple ID ហ្នឹងវាងាយស្រួលដែរដោយសារតែ technique ថ្មីនេះគឺវាអត់សូវចាប់បានប្រហែលទេវាងាយនឹងធ្វើឲ្យយើងបង្កើតទៅគឺជោគជ័យត្រង់កន្លែងហ្នឹងយើងមិនចាំបាច់អូសមើលអីក៏បានដែរយើងចុចឲ្យពាក្យ agree ទៅហើយយើងបន្តទៅមុខទៀតទៅចឹងតែប៉ុណ្្នឹងគឺបងទទួលបាន account Apple ID មួយហើយបងយក account Apple ID ហ្នឹងយកទៅកត់ទុកនៅក៏ចំណាំទុកនៅក្នុង note របស់យើងទៅកន្លែងអាស័យដ្ឋាន email យើងហ្នឹងហើយយើងកត់ទុកទាំងលេខកូដទាំងអីចឹងទៅយើងជៀសវាងទៅពេលដែលយើងភ្លេចនៅពេលក្រោយហើយយើងអាចធ្វើការ sign in នៅក្នុង App Store ទៅដើម្បី download កម្មវិធីផ្សេងៗអញ្ចឹងខ្ញុំគិតថាវាគួរទៅដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច subscribe like និង share ម្នាក់មួយផងសូមអរគុណ